ភួយថៃសមក្លក៏រឿងចេះតែមកមុខនេះហើយឡើងទៅញ៉ាំអីនៅក្រៅឲ្យមកធ្វើញ៉ាំខ្លួនឯងនៅផ្ទះងាយងាយស្រួលចំណាយអស់តិចញ៉ាំបានគ្នាច្រើនអាចញ៉ាំជាគ្រឿងខ្លាំងក៏បានញ៉ាំជាមួយនឹងបាយក៏បានដែរហើយគ្រឿងផ្សំរបស់គេអត់មានអីញ៉ៃច្រើនទេមានតែភួយថៃសមដែលយើងទិញពីផ្សារមកកញ្ចប់តូចមកហើយមានគល់ខេមទិញស្លឹកក្រូចគល់ខ្ទឹមសម្ទេសក្រៀមជាមួយនឹងខប់ស្វាយចន្ទីខ្វះបានទេមួយនឹងគឺក្លែមត្រូវមែនតែនហើយយើងលាងទឹកលាងអីស្អាតហើយយើងយកភួយថៃរបស់យើងនោះមកច្របល់ជាមួយនឹងម្សៅបំពងណាចំពោះរបៀបលេងម្សៅបំពងណាអ្នកគ្រាន់ថាយកម្សៅបំពងមកចាក់នៅលើភួយថៃហើយយើងច្របល់វាឲ្យសព្វទៅបានហើយមិនចាំបាច់ថាយកម្សៅទៅលេងជាមួយទឹកហើយយកមកប្រឡាក់ជាមួយនឹងភួយថៃទេធ្វើតែដូចខ្ញុំប៉ុណ្ណឹងទៅក៏បានដែរស្រួលលឿនឆាប់បានញ៉ាំហើយស្រួយបានយូរទៀតអ្នកគ្នាហើយចំពោះការបំពងហ្នឹងគឺយើងបំពងចំនួន2ដងហើយយើងដាក់ភ្លើងល្មមតិចបានហើយមុនបំពងហ្នឹងគឺយើងដាក់ខ្ទះខ្លាញ់របស់យើងឲ្យក្តៅសិនចាំយើងបំពងជៀសវាងវាបាយវាអីចឹងណាហើយពេលបំពងហ្នឹងយើងកុំច្របល់វាញ៉ៃច្រើនពេកមើលតាវាក្រៀមហើយចាំយើងសងវាចាញ់ហើយឬក៏ប្រៃចឹងមកជៀសវាងវាបែកសាច់បែកអីចឹងណាបន្ទាប់ពីខ្ញុំបំពងលើកទី1ហើយយើងចាប់ផ្ដើមបំពងជាមួយនឹងគ្រឿងខៅរបស់យើងមកនេះអូយមានលឹកខៃមានលឹកក្រូចមែនទេតែគល់ខ្ទឹមអីហ្នឹងមកយើងបំពងវាក្រៀមហើយតែយើងសងវាចេញហើយបំពងជាមួយនឹងខប់ស្វាយចន្ទីហើយចំពោះការបំពងខប់ស្វាយចន្ទីហ្នឹងយើងបាច់បំពងវាយូរពេកទេអ្នកគ្នាមើលតែវាឡើងក្រហមព្រឹងហើយចាប់ផ្ដើមសងវាចេញមកជៀសវាងវាខ្លោចវាល្វីងអីចឹងទៅបន្ទាប់ពីខ្ញុំបំពងគ្រឿងខៅហ្នឹងឲ្យវាឡើងក្លិនឈ្ងុយហើយខ្ញុំចាប់ផ្ដើមបំពងជាលើកទី2ចំពោះការបំពងលើកទី2ហ្នឹងយើងប្រើភ្លើងរាងខ្លាំងបន្តិចខ្លាំងជាងលើកទី1យើងប្រើភ្លើងហាំងខ្លាំងអញ្ចឹងយើងបំពងតាមមួយផ្លែទៅមើលតាស្វល់វាឡើងក្រៀមបានប៉ុណ្ណឹងហើយគឺយើងចាប់ផ្ដើមសងវាចេញមកបំពងហុយហរហ្នឹងយើងទុកវាឲ្យស្រកខ្លាញ់សិនហើយចាំយើងយកមកក្លុកជាមួយនឹងគ្រឿងហើយយើងចាក់ភួយថៃរបស់យើងហ្នឹងចូលមកហើយមានជាមួយនឹងគ្រឿងខដែលយើងបំពងហ្នឹងចាក់ចូលគ្នាមកហើយយើងដាក់ស្ករស1ស្លាបព្រារ៉ូឌីកន្លះស្លាបព្រាជាមួយនឹងម្សៅម្ទេសការ៉េហើយនឹងម្ទេសហុយហើយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមដែរនៅគ្នាដាក់ស្លឹកខ្ទឹមទៅវាឈ្ងុយហើយធ្វើឲ្យភួយថៃរបស់យើងហ្នឹងវាមានសោភ័ណភាពចឹងណាគ្នាហើយបើសិនជាការក្លុកហ្នឹងមានម្សៅ barbecue អាម្សៅគេយកទៅក្លុកជាមួយនឹងប្រហិតទៅបានអាហ្នឹងទៀតក៏កាន់តែជាតិដែរតែបើអត់មានទេអាចធ្វើតាមខ្ញុំបានវាថាងាយស្រួលញ៉ាំនៅផ្ទះខ្លួនឯងចឹងណាហើយមកឃើញតែប៉ុណ្្នឹងក៏ដឹងតែតំណងដែរញ៉ាំជាមួយបាយក៏ត្រូវញ៉ាំជិះលេងក៏បានបើយើងចង់ញ៉ាំជាមួយបាយយើងអាចយកទៅជ្រលក់ជាមួយនឹងទឹកថៃកោះកុងឬក៏ទឹកម្រេចអីចឹងទៅតែបើយកមកញ៉ាំលេងប៉ុណ្ណឹងគឺបានហើយញ៉ាំមួយម៉ាត់ណាក៏ឆ្ងាញ់ដែរឡងស្រួយស្រោបហ្មងហើយអ្នកចូលចិត្តបោះចាក់ឃើញវីដេអូនេះមានអារម្មណ៍មិនដែរនេះបើតំណងយ៉ាងហ្នឹងនេះហើយបើទៅញ៉ាំកន្លែងគេមួយចាន12000ញ៉ាំតែម្នាក់ម្ដុំគឺអស់ហើយតែបើធ្វើញ៉ាំខ្លួនឯងនៅផ្ទះ12000ញ៉ាំបានឡើងមកផ្ទះហ្មងនិយាយថា